ជំរាបសួរបងប្អូនអ្នកដែលមានបញ្ហាក្រិនថ្លើមគ្រើមនេះជាផុសតាងថ្មីមួយទៀតហើយដែលឲ្យបងប្អូនដែលមានបញ្ហាជំងឺថ្លើមធ្ងន់ធ្ងរដែលអស់សង្ឃឹមហើយពូណាអស់សង្ឃឹមណាគេថាគ្មានថ្នាំព្យាបាលណាថ្នាំយើងឲ្យដេញមកផ្ទះវិញណានេះឥឡូវជាសាក់សីផ្ទាល់ប្តីរបស់អ៊ំស្រីគាត់យូរមកអ៊ំស្រីហង3ណាហើយឈឺរយៈពេលប្រហែលប៉ុន្មានឆ្នាំណាឈឺយូរហើយអត់ដឹងដល់ពេលឈឺដល់ពេលយើងទៅព្យាបាលគេថាថ្លើមក្រិនគ្រើមអញ្ចឹងហើយដេញមកផ្ទះវិញថាគ្មានថ្នាំព្យាបាលទេឥឡូវហូបដល់2ឈុតហើយឥឡូវបន្ធូរហើយអាការៈពីដំបងគាត់ឈឺយ៉ាងម៉េចដែរគាត់ឈឺដំបងគឺជាគ្មានគាត់នឹងថាជំងឺគាត់នឹងមិនដឹងទៅពេទ្យបានដឹងថាគ្រឿងឆ្លោអញ្ចឹងតទៅពិនិត្យបានហ្នឹងតើដូចវាទឹកដើមគឺកម្លាំងគឺកំហែងរយបាទហើយតិចទៀតគឺកម្លាំងហើយកំហែងណាចុះលិមួកដល់មិនដែរលិមួកគាត់អត់ខ្មៅលិមួកខ្មៅឆ្នាំហ្នឹងបាទដល់ឆ្នាំហ្នឹងឥឡូវលែងខ្មៅគាត់ចុះមកក្រោមពីវត្តចុះមកក្រោមគេថាជាណាហ្នឹងហើយសុបាយចិត្តទេតាសុបាយចិត្តអស់លុយតិចទៀតជាបោះលុយទៀតហើយជាទៀតសុបាយចិត្តទៀតហ្នឹងហើយអត់អីទេតាហើយអ៊ំស្រីឈ្មោះអ៊ំស្រីឈ្មោះដាក់អ៊ំស្រីហ្នឹងណាគាត់ឈ្មោះយេស៊ីអញ្ចឹងនៅឃុំណាដែរនៅបេតលិតស្រុកពរាំងនៅបេតលិតភូមិកហ្នឹងហើយចឹងបានថាអត់សង្ឃឹមហើយដេញមកផ្ទះវិញហើយមួយឈុតហើយបាទមួយឈុតហើយឥឡូវយកមួយឈុតទៀតនេះតាអស់យកឲ្យប្រពន្ធគាត់អាយុ60ជាង70ហើយគាត់មានអាការៈដើរអត់ស្រួលខ្លួនទេដើរមិនអីមិនដែរថាជំងឺគាត់ដើរនឹងវាត្រៀបដូចទាកប៉ាល់អញ្ចឹងដែរដើររួយណាបាទឥឡូវដើរធូរជាមុនណាដើរផលហើយដើរផលណាអមឈុតដើរផលហើយផលហើយអញ្ចឹងឡើងថ្ងៃទៅគាត់ថាវាគាត់នៅបាយគាត់ឆ្ងាញ់តិចបាទយើងនៅធូរតនជាតិដាច់ឯបាយមិនទៅឆ្ងាញ់ខាងក្តៅផងនោះខាងក្តៅអីផងវាមិនទៅឆ្ងាញ់ហើយគាត់ថាបានធូរប៉ុណ្ណឹងហើយតាសុបាយចិត្តហើយអត់សង្ឃឹមដែរណាដេញមកផ្ទះវិញហើយអត់មានថ្នាំព្យាបាលទេឥឡូវមានថ្នាំតែក្តានទេតែក្តានដែលមានថ្នាំព្យាបាលថ្នាំថ្លើមថ្នាំលាកថ្លើមបោសថ្លើមក្រិនថ្លើមគ្រើមតិចទឹកក៏មានជាដែរចាំបានថ្នាំប្រកាយស័ក្តិសិទ្ធតែគ្រូក្តានហ្នឹងចឹងបងប្អូនដែលមានបញ្ហាជំងឺថ្លើមកុំមកសង្ឃឹមអីតាអត់សង្ឃឹមឥឡូវមកធូរមកជាហើយគាត់មកជួយទៀតដែរពួកបាទពួកកន្លងមកមានអ្នកជាច្រើនបានតាមមកហ្នឹងហើយមានអ្នកជាច្រើនហើយអ្នកធាតនេះមកបានតាមរត់ឆ្នាំថ្លើមតែគ្រូក្តានហ្នឹងអាស្រ័យថានៅឃុំសោបចាន់ស្រុកព្រាំងខេត្តព្រៃវែងហ្នឹងហើយនេះលេខទូរស័ព្ទអ្នកតំណងហ្នឹងហើយអញ្ចឹងអរគុណច្រើនតាណាបានឲ្យកិច្ចសម្ភារទេសួរធំធំបានរៀបចំអីទេលើថាសំដាយទេតាណាអ្នកខ្លះភូតមកទិញដល់កន្លែងអីបាទអ្នកខ្លះភូតសំដាយអញ្ចឹងយកឆ្នាំសិតតែជួគេមកសំដាយនេះអត់ទេការពិតផងអញ្ចឹងអរគុណច្រើនតាណាបាទបានឲ្យថតឲ្យអ្នកជំងឺដទៃទៀតជាអូគេជាទៅបាទដល់ពេលគេជាទៅយើងគួរបានប៉ុនណាតាបានប៉ុននៅវាតគ្នាទៅគេទាំងយើងណាតាជឿអត់បើគ្មានអីហួសពីជួយប្រាប់គេឈឺជួយប្រាប់គេជាគេអោយគុណជាងស្អីទៀតណាយ៉ាងបងប្អូនដែលមានបញ្ហាជំងឺថ្លើមតើតើខ្ញុំបាទលោកគ្រូស៊ឺឡុងនៅឃុំវិសពច័ន្ទស្រុកព្រះខេត្តព្រៃវែងហ្នឹងហើយបងប្អូនដែលមើលវីដេអូតចប់ហើយជួយ like ជួយ share ផងមាន page មាន Facebook YouTube មានអស់ហើយតំណងមកខ្ញុំបានលេខទូរស័ព្ទ076 6 897 015 858 757 088 62ដើម7ដើម09ហ្នឹងសូមអរគុណច្រើនតាណាបាទបានឲ្យសុភា